Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ការសម្រាយសាច់រឿងថ្ងៃនេះដែរយើងក៏មកបន្តនៅភាគទី16នៃរឿងអធិរាជវិញ្ញាណប្រយុទ្ធហើយ admin សុំចិត្តអ្នកក្លាហានទាំងអស់គ្នាកុំភ្លេចជួយសាបឲ្យ admin ម្នាក់មួយផងតោះកុំឲ្យខាត់ពេលយូរចូលមកដល់សាច់រឿងរបស់យើងតែម្ដងចាប់ផ្ដើមនៅសាច់រឿងបៃរូក៏បានសួរទៅកាន់លីនហ្វាំងតើនេះគឺជាសត្វអ្វីទៅលីនហ្វាំងក៏បានរៀបរាប់ប្រាប់ទៅកាន់នាងហើយគេថែមទាំងនិយាយទៀតថាអ្នកដែលបញ្ជាសត្វនេះមកគឺនៅចិត្តនេះឯងបើសិនជាមិនចេញមុខមកនោះទេច្បាស់ជាមានរឿងធំជាមួយនឹងខ្ញុំជាក់ជាមិនខានសត្វកញ្ចែវេទមន្តមួយនេះគឺជារបស់ព្រឹទ្ធាចារ្យអ៊ីងស៊ីព្រឹទ្ធាចារ្យក៏បានប្រាប់ទៅកាន់លីនហ្វាំងថាមូលហេតុដែលគាត់ប្រើប្រាស់វានៅពេលនេះគឺដោយសារតែស្វែងរកលីនលើដែលត្រូវបានចាប់ខ្លួនដោយមនុស្សមួយក្រុមហើយគាត់ក៏បាននិយាយទាក់ទងជាមួយនឹងមនុស្សម្នាក់ដែលមានឈ្មោះថាពូឡៅលីនហើយគេគឺជាមនុស្សតែម្នាក់គត់ដែលគ្រប់គ្រងបាក់នៅនាយកដ្ឋានឌីដូច្នេះហើយលីនលើក៏បានធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់គេនៅពេលនេះគឺគ្មាននរណាហ៊ានប្រឆាំងជាមួយនឹងគេឡើយចំណែកឯលីនហ្វាំងក៏បានទូទៅកាន់ព្រឹទ្ធាចារ្យតើលោកមករកខ្ញុំដើម្បីអ្វីលោកតាក៏បាននិយាយបន្ថែមទៀតថាក្រៅពីលីនហ្វាំងគឺគ្មាននរណាហ៊ានរញ៉េរញ៉ៃជាមួយពូឡៅលីនឡើយដូច្នេះហើយគឺមានតែលីនហ្វាំងតែម្នាក់គត់នោះទេអាចដោះស្រាយជាមួយនឹងរឿងមួយនេះបានបន្ទាប់ពីលើលោកតានិយាយរួចហើយលីនហ្វាំងក៏បានយល់ព្រមជាមួយនឹងសំណើរបស់លោកតាហើយមិនចាំបាច់សន្យាអ្វីនោះទេធ្វើតាមចិត្តលីនហ្វាំងចង់ធ្វើនៅពេលនេះបន្ទាប់មកព្រឹទ្ធាចារ្យក៏បានសម្រាលខ្លួនចេញពីទីនោះបាត់ទៅបន្ទាប់ពីដឹងរឿងរ៉ាវទាំងអស់នេះមកបៃរូគិតចង់ជួយដោះស្រាយរឿងនេះជាមួយនឹងលីនហ្វាំងផងដែរក៏ប៉ុន្តែលីនហ្វាំងក៏បាននិយាយថាមិនចាំបាច់នោះទេក៏បានប្រាប់ឲ្យបៃរូប្រញាប់ធ្វើដំណើរត្រឡប់ទៅវិញភ្លាមទៅនៅពេលនេះគេពិតជាបារម្ភបងស្រីរបស់គេនិងមេក្រុមជីនពិតមែនបៃរូក៏មិនប្រកែកអ្វីដែរក៏បានធ្វើដំណើរចាក់ចេញទៅភ្លាមសាច់រឿងក៏បានកាត់មកនៅកន្លែងមួយវាគឺជាកន្លែងពិសោធន៍នៅក្នុងចន្លងភ្នំម្នេះវិញនៅទីនោះក៏មាននៅបុរសម្នាក់ដែលមានឈ្មោះថាហ្វូជឺឡាវហើយអត់មានសំហៅគេថាឡាវហ្វូទៅចុះហើយគេកំពុងតែរៀបចំគ្រឿងប្រដាប់វះកាត់របស់គេដើម្បីពិសោធន៍ទៅលើរាងកាយរបស់លេងលើចំណែកលេងលើកំពុងតែសន្លប់យ៉ាងស្ដុកស្ដឹងឡាហ្វូក៏បាននិយាយថាការវះកាត់របស់គេលើកនេះបើសិនជាបានជោគជ័យគេនឹងល្បីឈ្មោះនៅក្នុងពិភពលោកហើយនាងពិតជាមានកិត្តិយសពិតមែនដែលស្ថិតនៅក្រោមការពិសោធន៍របស់គេខណៈពេលដែលគេរៀបយកកំបិតនិងវះកាត់ទៅហើយស្រាប់តែពេលនោះសត្វកញ្ចែវេទមន្តរបស់លីនហ្វាំងក៏បានធ្វើដំណើរមកដល់ទីនេះហើយគេពិតជាឆ្ងល់ខ្លាំងមែនទែនតើវាមកដល់ទីនេះបានដោយរបៀបណាខណៈពេលនោះដែរលីនហ្វាំងក៏បានធ្វើដំណើរមកដល់ទីនេះកំតិចរាងកាយរបស់ឡាវហ្វូតែម្ដងបន្ទាប់មកលីនលើក៏បានដឹងខ្លួនហើយគេពិតជាឆ្ងល់ខ្លាំងមែនទែនហេតុអ្វីបានជាលីនហ្វាំងនៅទីនេះសម្លឹងជុំវិញខ្លួនរបស់គេហេតុអ្វីពុពេញទៅដោយឈាមអញ្ចឹងក៏បានយកកញ្ចក់មកឆ្លោះមើលមុខរបស់គេក៏បានឃើញថាវាគ្មានកើតអ្វីឡើយក៏ប៉ុន្តែក្បាលរបស់គេនៅពេលនេះគឺគ្មានសក់មួយសរសៃនោះទេហើយនាងពិតជាខឹងខ្លាំងមែនទែនតើសក់របស់នាងនៅទីណាក៏បានស្វែងរកពេញនឹងតែម្ដងគ្រាន់តែឃើញបែបនេះលីនហ្វាំងក៏បានស្ដីទៅកាន់នាងពី3ម៉ាត់ផងដែរក៏ប៉ុន្តែនាងនៅតែមិនពេញចិត្តនឹងក្បាលរបស់នាងនៅពេលនេះហើយនាងនៅតែបន្តស្វែងរកសក់របស់នាងមួយសន្ទុះក្រោយមកគេក៏បានរកឃើញសក់របស់គេនៅចិត្តនោះផងដែរហើយចំណែកលីនហ្វាំងនេះពិតជាឆ្ងល់ខ្លាំងមែនទែនតើលេងលើហាត់ក្បាច់គុណអ្វីដែរបានជាហាត់រហូតដល់ជ្រុះសក់បែបនេះខណៈពេលដែលលីនហ្វាំងកំពុងតែនិយាយសួរនាំនោះនាងក៏បានយកដៃរបស់នាងភ្ជង់ករបស់លីនហ្វាំងពីក្រោយតែម្ដងថាទាំងគម្រាមទៅកាន់លីនហ្វាំងទៀតថាបើសិនជាលីនហ្វាំងយករឿងមួយនេះទៅប្រាប់អ្នកផ្សេងលីនហ្វាំងច្បាស់ជាស្លាប់ជាក់ជាមិនខានឡើយខណៈពេលដែលអ្នកទាំងពីរកំពុងតែនិយាយគ្នានោះស្រាប់តែទីនោះក៏បានរំជួយហើយក៏មានសរសៃវេទមន្តពណ៌ក្រហមក៏បានលេចឡើងថែមទាំងវាប្រហារទៅលើគេទៀតផងហើយលីនហ្វាំងមិនចាំយូរនោះទេក៏បានប្រកណ្ដាប់ដៃរន្ទះរបស់គេទប់ទល់ជាមួយនឹងវាតែម្ដងលេងលើក៏បាននិយាយថាពួកយើងពិតជាពិបាកទប់ទល់ជាមួយនឹងវាពិតមែនពួកយើងគួរណាតែរត់គេចខ្លួននៅពេលនេះហើយទោះបីជាយ៉ាងណាលីនហ្វាំងមិនរត់ទៅណាឡើយគេនៅតែបន្តប្រយុទ្ធជាមួយនឹងវាតែម្ដងហើយគេក៏ចង់ដឹងផងដែរថាតើអ្នកណាហ៊ានប្រើវ៉វេទមន្តនេះមកហើយលីនហ្វាំងក៏បានប្រកណ្ដាប់ដៃរន្ទះរបស់គេកំតិចរបាំងភ្នំនោះហើយគេក៏បានមកដល់កន្លែងមួយហើយនៅទីនោះក៏មាននៅមនុស្សស្រីម្នាក់ហើយរាងកាយរបស់គេកំពុងតែបញ្ជាទៅលើសរសៃវ៉វេទមន្តទាំងអស់ខណៈពេលដែលលីនហ្វាំងកំពុងតែនិយាយជាមួយនឹងលេងលើនោះនាងក៏បានដឹងខ្លួនឡើងមកហើយថែមទាំងនិយាយថាគេនឹងសម្រាប់អ្នកទាំងពីរនៅពេលនេះក៏បានបញ្ជាវ៉វេទមន្តទាំងអស់វាប្រហារទៅលើលីនហ្វាំងតែម្ដងហើយចំណែកលីនហ្វាំងក៏បានប្រើប្រាស់ធម្មពលរន្ទះរបស់គេបញ្ចេញជាខែការពារមួយលេងលើនេះវិញក៏បានបញ្ចេញអាវុធរបស់គេផងដែរហើយធម្មពលរបស់អ្នកទាំងពីរក៏បានបំផ្លាញវ៉បិសាចទាំងនោះឲ្យអស់ទៅហើយទោះបីជាលីនហ្វាំងបំផ្លាញយ៉ាងណាក៏ដោយមនុស្សស្រីម្នាក់នោះនៅតែសោកយ៉ាងសប្បាយថ្ងៃនេះគេនឹងចាប់លីនហ្វាំងហើយនឹងលេងលើធ្វើជាចំណីរបស់គេក៏បានបញ្ជាវ៉បិសាចរបស់គេសាជាថ្មីម្ដងទៀតលេងលើក៏បានបញ្ចេញវេទមន្តរបស់គេបង្កើតចេញជាខែការពារមួយក៏ប៉ុន្តែកម្លាំងរបស់គេគឺមិនអាចទប់ទល់ជាមួយនឹងវ៉បិសាចមួយនេះបានឡើយហើយគេពិតជា
ឆ្ងល់ខ្លាំងមែនទែនហេតុអ្វីបានជាលេនហ្វាំងមិនជួយគេអញ្ចឹងមូលហេតុគឺដោយសារតែលេនហ្វាំងកំពុងតែរកវិធីបំផ្លាញវដ្តបិសាចមួយនេះគេក៏បានសម្លឹងទៅកាន់វដ្តបិសាចទាំងនោះក៏បានដឹងថាវដ្តបិសាចទាំងនេះវាក៏មានតួនាទីស្រូបយកធម្មពលវិញ្ញាណចេញពីរាងកាយរបស់យើងដូច្នេះហើយខ្ញុំនឹងប្រើធម្មពលវិតមុនរបស់ខ្ញុំដើម្បីស្រូបយកធម្មពលចេញពីវដ្តបិសាចមួយនេះវិញហើយយើងក៏បានឃើញថាធម្មពលទាំងអស់ក៏បានស្រូបចូលទៅក្នុងក្បួនរបស់លេនហ្វាំងក៏បានធ្វើឲ្យមនុស្សស្រីម្នាក់នោះពិតជាឈឺចាប់ខ្លាំងមែនទែនឃើញបែបនេះសាឈៀនក៏បានសរសើរទៅកាន់លេនហ្វាំងអាឡែតម្នាក់នេះពិតជាប្រើប្រាស់ធម្មពលដែលខ្ញុំផ្ដល់ឲ្យបានយ៉ាងល្អពិតមែនហើយសូម្បីតែមួយជនក៏បានសរសើរទៅកាន់លេនហ្វាំងទៀតផងហើយនៅពេលដែលលេនហ្វាំងស្រូបយកធម្មពលទាំងអស់នេះធ្វើឲ្យនាងឈឺចាប់ខ្លាំងមែនទែនមួយសន្ទុះក្រោយមកវដ្តបិសាចទាំងនោះក៏បានរលាយអស់ទៅបន្ទាប់ពីលេនហ្វាំងបន្ទោសធម្មពលរបស់គេរួចហើយគេក៏បានដើរមកសម្លឹងទៅកាន់រាងកាយរបស់មនុស្សស្រីម្នាក់នេះក៏បានឃើញថាស្ថិតនៅពីក្រោយក្បាលរបស់មនុស្សស្រីម្នាក់នោះក៏មានធម្មពលបិសាចម្យ៉ាងវាកំពុងតែគ្រប់គ្រងទៅលើប្រព័ន្ធប្រសាទរបស់នាងហើយមនុស្សស្រីម្នាក់នោះក៏បានស្លាប់នៅពេលនោះទៅគឺបែបនេះលេនហ្វាំងគឺបានត្រឹមតែអាណិតនាងតែប៉ុណ្ណោះហើយចំណែកឯលែងលើនេះវិញទីបំផុតគេក៏បានដឹងការពិតថាតើហេតុអ្វីបានជាសោឈួយដែលជាប្អូនស្រីរបស់គេធ្វើអត្តឃាតខ្លួនឯងហើយគេពិតជាចង់ដឹងខ្លាំងមែនតើអ្នកណាដែលនៅពីក្រោយរឿងទាំងអស់នេះខណៈពេលនោះដែរលែងលើក៏បានសម្លឹងទៅកាន់ខ្លោងទ្វារមួយហើយនាងក៏បាននិយាយប្រាប់លេនហ្វាំងថាដើម្បីចង់ដឹងការពិតពួកយើងគួរណាតែចូលទៅក្នុងនេះបន្តទៀតហើយទោះបីជាលំបាកយ៉ាងណាក៏ដោយលេនហ្វាំងត្រូវតែដោះស្រាយរឿងមួយនេះទាល់តែបានហើយសាច់រឿងនៅភាគទី16ក៏បានចប់នៅត្រង់ចំណុចនេះសូមរងចាំទស្សនានៅភាគបន្តទៀតហើយប្រហែលថ្ងៃនេះអេដមីនពិតជារវល់ធ្វើការមែនទែនមិនសូវបានចាញ់រឿងនោះទេសូមអធិស្ឋានអ្នកទាំងអស់គ្នាហើយនៅពេលនេះអេដមីនគឺមិនទាន់បានមួយវត្តនោះទេចុះអ្នកទាំងអស់គ្នាបានប្រហែលវត្តដែរសូមខមមិនខាងក្រោមវីដេអូម្នាក់មួយផងហើយនៅពេលនេះអេដមីនសូមបាយបាយហើយបាយបាយ